ដើម្បីចូលទៅក្នុងព្រះបរមរាជវាំងស្ដេចឈិនដោយសេចក្តីថ្លៃថ្នូរយីងសេងអាយុ9ឆ្នាំស្លៀកពាក់ឯកសណ្ឋានសិស្សសាលាបានស្ទុះចូលទៅក្នុងសាលធំយ៉ាងម៉ឺងម៉ាត់គាត់បានបង្ហាញភ្លាមនូវសញ្ញាបដ៏ខ្លាំងបំផុតរបស់គាត់ជាកូនចៅចំនួនទី26នៃបុព្វបុរសរាជវង្សឈិនគឺនាយករដ្ឋមន្ត្រីចៅទូតរបស់អធិរាជហៃវិនចៅទូតរបស់ស្ដេចចៅសៀងចៅប្រុសរបស់អាងជុនបុព្វបុរសសិស្សរបស់ស្ដេចថ្មីយីងជេងបានត្រឡប់មកពីហៀនតាំងវិញដើម្បីទៅគោរពវិញ្ញាណអ្នកខននៅភ្នូបុព្វបុរសរបស់គាត់គឺព្រះមហាក្សត្រខ្ញុំសូមអង្វរលោកឪពុករបស់ខ្ញុំដោយចិត្តរាបទាបឲ្យអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅរកពូជពងដូនតាវិញសម្លេងដ៏ក្មេងវ័យប៉ុន្តែមានឥទ្ធិពលរបស់លោកបានបន្លឺឡើងភ្លាមពេញតុលាការនិងក្រៅតុលាការចលនានេះបានធ្វើឲ្យព្រះមហេសីហួរយ៉ាងភ្ញាក់ផ្អើលទាំងស្រុងយ៉ាងណាក៏ដោយវាក៏បានអនុញ្ញាតឲ្យមន្ត្រីព្រំទណ្ឌនិងរដ្ឋមន្ត្រីនៅក្នុងហាងមើលឃើញពីភាពក្លាហាននិងស្មារតីមិនធម្មតានៅក្នុងយុវជនរូបនេះផងដែរពេលដឹងថាភរិយានិងកូនរបស់ព្រះអង្គដែលព្រះអង្គមិនបានជួបអស់រយៈពេល7ឆ្នាំមកហើយនៅខាងក្រៅព្រះបរមរាជវាំងមនុស្សម្នាក់នៅក្នុងជំរំរបស់ស្ដេចឈិនបានមានអារម្មណ៍រំជើបរំជួលពួកគេត្រូវបន្តដំណើរទៅស្វាគមន៍ព្រះចៅអធិរាជភ្លាមបុរសម្នាក់ហៀបនឹងដើរចេញពីហាងដោយមិននឹកស្មានដល់លោកស្រីហោយ៉ាងបានបញ្ឈប់នាងដោយនិយាយថាអ្នកជាមាតារបស់ព្រះមហាក្សត្រគាត់ក៏ជាកូនប្រុសរបស់ខ្ញុំដែរទ្រង់ជាព្រះអង្គម្ចាស់នៃរាជវង្សឈិនប៉ុន្តែលោកស្រីហោយ៉ាងនៅចំពោះមុខគាត់មានទឹកមុខត្រជាក់តាមពិតទៅទ្រង់បានបញ្ជាឲ្យបុរសម្នាក់នៅក្នុងជំរំដកថយត្រឡប់ទៅបល្ល័ង្កវិញពួកគេមិនបានដឹងទេថានៅតាមផ្លូវទៅក៏ហៅម្ដាយនិងកូនប្រុសត្រឡប់ទៅឈិនវិញបន្ទាប់មកមហេសីបាយយ៉ាងបានបញ្ជូនឃាតករទៅវីឆ្មក់ហើយសម្រាប់នាងពាក់កណ្ដាលផ្លូវជាសំណាងល្អគាត់ត្រូវបានជួយសង្គ្រោះដោយល្បិចជាអ្នកថែរក្សាគាត់នៅតែចង់ពឹងផ្អែកលើអំណាចនយោបាយដែលគាត់គ្រប់គ្រងពួកគេបានខិតខំអស់ពីសមត្ថភាពដើម្បីរារាំងការកោះហៅម្ដាយនិងកូនប្រុសមកកាន់ព្រះបរមរាជវាំងតាមគំនិតរបស់គាត់យើងមិនត្រូវអនុញ្ញាតឲ្យកូនប្រុសរបស់ចំណាប់ខ្មាំងដែលបានរងទុក្ខវេទនាដោយភាពអាម៉ាស់នៅចៅរង្គោះរង្គើចំហរបស់កងទ័ពឈិនឈូឡៃគាត់ត្រូវតែគ្រប់គ្រងយ៉ាងមុតមមចំពោះក្រុមជីកូនប្រុសរបស់លីឈូហ្វៃគឺចេងកុងត្រូវបានតែងតាំងជាព្រះអង្គម្ចាស់ក្នុងរាជក្រោមសម្ពាធមនុស្សម្នាក់អាចសម្របសម្រួលបានតែបណ្ដោះអាសន្នប៉ុណ្ណោះស្ងាត់នៅក្នុងហាងបន្ទាប់មកមហេសីបាយយ៉ាងបានបញ្ជាឲ្យលោកបូវៃបណ្ដេញម្ដាយនិងកូនប្រុសចេញទោះជាយ៉ាងណាក៏ដោយគ្មានកំព្រានិងស្ត្រីមេម៉ាយក្រីគ្រប់នេះគ្មានសាច់ញាតិឬមិត្តភក្តិនៅឆៃញ៉ាងទេចៅជីលែងអាចទប់ចិត្តបានទៀតហើយមិនអាចនិយាយបានល្អមនុស្សពេញវ័យមានទឹកភ្នែកហូរចេញពីភ្នែកតើអ្នកកំពុងនាំយើងទៅណាតើផ្ទះយើងមួយណាគាត់មានទីក្រុងសៀនយ៉ាងគ្មានកន្លែងណាសម្រាប់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំស្នាក់នៅទេដោយប្រឈមមុខនឹងម្ដាយនិងកូនប្រុសដែលគ្មានទីពឹងលោកបូវៃមិនដឹងថាត្រូវធ្វើអ្វីឡើយយីងជេងអាចលុបជង្គង់នៅខាងក្រៅព្រះបរមរាជវាំងបានតែប៉ុណ្ណោះគាត់បានអង្វរំដងហើយម្ដងទៀតនិងខ្លាំងឲ្យលោក Ransel ត្រឡប់ទៅផ្ទះដូនតារបស់គាត់វិញបើទោះបីជាមានសំណើមដងហើយម្ដងទៀតពីព្រះមហាក្សត្រឈិននិងលោកបូវៃឲ្យដកព្រះមហេសីយ៉ាងចេញពីតំណែងក៏ដោយក៏ពួកគេនៅតែមិនរើបំរាស់ឡើយខ្ញុំចង់ឃើញតើពួកគេអាចលុបជង្គង់បានយូរប៉ុណ្ណាព្រះអាទិត្យដ៏ក្តៅគប់បានដុតម្ដាយនិងកូនយ៉ាងខ្លាំងសម្លេងរបស់យីងជេងកាន់តែស្អប់បន្តិចម្ដងចៅជីបានដួលសន្លប់ដោយសារអស់កម្លាំងសូម្បីតែព្រះអង្គម្ចាស់និងរដ្ឋមន្ត្រីក៏មិនអាចទ្រាំទ្រនឹងឈុតឆាកនេះបានដែរពួកគេទាំងអស់គ្នាបានស្នើសុំយ៉ាងស្មោះស្ម័គ្រឲ្យប្រធានក្រុមស៊ើបអង្កេតព្រំទណ្ឌគឺលោកសាងកុងនិយាយជាមួយស្ដេចជីងរិននៃរាជវង្សឈីនអុកញ៉ាសាងបានដឹកនាំក្រុមសមាជិកត្រកូលរបស់គាត់មួយក្រុមឲ្យលុបជង្គង់អង្វរព្រះមហាក្សត្រឈីនដោយមិននឹកស្មានដល់ទ្រង់ត្រូវបានវាយប្រហារម្ដងទៀតដោយព្រះមហេសីហោយ៉ាងនិងបុព្វបុរសរបស់ព្រះនាងតាវឆាងក្នុងនាមជាព្រឹទ្ធាចារ្យនៃយុទ្ធធម៌ព្រំទណ្ឌតើគេអាចអញ្ជើញព្រះចៅអធិរាជឲ្យប្រព្រឹត្តទង្វើមិនប្រុងប្រយ័ត្នបែបនេះនៅក្នុងរាជវាំងនៃរាជវង្សឈីនដ៏អស្ចារ្យដោយរបៀបណាពាណិជ្ជកម្មនិងឧស្សាហកម្មនៅតែមិនចុះសម្រុងគ្នាគាត់បាននិយាយដោយត្រង់ថាគាត់ជាព្រឹទ្ធបុរសឧក្រិដ្ឋជននិយាយតែជាមួយកូនចៅរបស់ឧក្រិដ្ឋជនព្រះមហេសីហួរយ៉ាងត្រូវបានជាឥទ្ធិពលដោយតណ្ហាមួយសន្ទុះសាងកុងដែលយឺតទៅរកវិចិត្រករទ្រង់បានស្ដីបន្ទោសដោយការជឿចាប់នឹងកំហឹងថាប្រពន្ធនិងកូនរបស់អ្នកនៅខាងក្រៅទ្វារវាំងនេះទទួលរងនៅការអាម៉ាស់ទាំងអស់នៅទីសាធារណៈប៉ុន្តែអ្នកមិនហ៊ានទទួលស្គាល់ខ្ញុំទេសាវ៉ាច់តើអ្នកនៅតែជាកូនចៅរបស់អ្នកដែលសូត្រកំណាព្យឲ្យមែនទេព្រះករុណាពាក្យសម្ដីរបស់សាងកុងបានផ្ទុះឡើងដូចគោលាន់ធ្វើឲ្យវិចិត្រករញៀននឹងចំណងចំណូលចិត្តគាត់ពិតជាចង់បានជួបជុំជាមួយប្រពន្ធនិងកូនរបស់គាត់ណាស់យ៉ាងណាក៏ដោយទើបតែឡើងសោយរាជទ្រង់គ្មានជំរឿអ្វីក្រៅពីអត់អន់ចំពោះមហេសីឲ្យក៏តាមគ្រប់មធ្យោបាយនោះទេដំឡើយព្រះមហេសីយ៉ាងមានបំណងបន្តរារាំងដំណើរការនេះប៉ុន្តែប្រឈមមុខនឹងអាកប្បកិរិយាតឹងរ៉ឹងរបស់ប្រធានក្រុមស៊ើបអង្កេតព្រំទណ្ឌគាត់មិនហ៊ានប្រកែកដោយបើកចំហទេពួកគេគ្មានជំរឿអ្វីក្រៅពីអនុញ្ញាតឲ្យមនុស្សម្នាក់ទៅជួបពួកគេដោយស្ងាត់នោះទេមនុស្សម្នាក់ប្រញាប់ប្រញាល់ចេញពីសាលធំយីងសេងបានឃើញឪពុករបស់គាត់ទោះបីជាស្ថិតក្នុងស្ថានភាពទន់ខ្សោយក៏ដោយក៏គាត់ព្យាយាមរត់ទៅរកគាត់នៅពេលនេះក្រុមគ្រួសារដែលមានសមាជិក3នាក់បានជួបជុំគ្នាវិញបន្ទាប់ពី7ឆ្នាំភ្នែករបស់មនុស្សម្នាក់ពោពេញដោយកំហុសនិងការចង់បានភ្នែករបស់ចៅជីពោពេញដោយការសោកស្ដាយនិងការអន់ចិត្តមិនយូរប៉ុន្មានព្រះមហាក្សត្រនៃរាជវង្សឈិនបានប្រទានងារជីមហេសេដល់ចៅជីសម្លឹងមើលប្រពន្ធរបស់គាត់ដែលគាត់បានបាត់បង់ហើយបានរកឃើញវិញវិចិត្រកររូបនោះពោពេញទៅដោយអារម្មណ៍ចម្រុះយីងជេងវ័យក្មេងដែលបានក្លាយជាព្រះអង្គម្ចាស់បានរុញទ្វារព្រះបរមរាជវាំងបាត់តែម្នាក់ឯងគាត់បានសម្លឹងមើលទៅច្រកទ្វារទៅកាន់រូបសំណាកបុព្វបុរសដែលតំណាងឲ្យអំណាចដ៏ខ្ពង់ខ្ពស់បំផុតគ្មានភាពស្លូតត្រង់ដូចក្មេងនៅក្នុងភ្នែករបស់គាត់ទេមានតែភាពត្រជាក់និងការចង់បានដែលមិនស៊ីគ្នានឹងអាយុរបស់គាត់គ្រាន់តែគាត់ហៀបនឹងដើរឡើងលើជណ្ដាលភ្លាមនោះសម្លេងក្មេងខ្ចីតែមានអរិភាពបានបន្លឺឡើងពីក្រោយឈប់ហ៊ានម្លេះតើនេះជាកន្លែងដែលអ្នកអាចឡើងបានមែនទេហេតុអ្វីមិនអញ្ចឹង